នេះគឺជា website 3សម្រាប់ designer ឬក៏ graphic design ដែលអាចប្រើប្រាស់ដោយមិនគិតថ្លៃ website ទី1មានឈ្មោះថា Color Hunt នេះគឺជា website មួយដែលយើងអាចធ្វើការស្វែងរក color ដែលយើងចង់បានសម្រាប់យកទៅប្រើប្រាស់នៅក្នុងការ design ឧទាហរណ៍ថាខ្ញុំចង់ធ្វើ poster មួយពាក់ព័ន្ធជាមួយនឹងសមុទ្រនៅក្នុងកន្លែងនេះខ្ញុំឃើញមានពណ៌មួយពណ៌ផ្ទៃមេឃហើយនឹងបូកជាមួយនឹងពណ៌លឿងអញ្ចឹងយើងអាច download រូបភាពយកទៅប្រើប្រាស់នៅក្នុង Photoshop យកក៏បានឬក៏យើងអាច copy តាលេខកូដទៅប្រើក៏បានដែរ website ទី2មានឈ្មោះថា pngsuchai.com នេះគឺជា website មួយដែលយើងអាច download រូបភាពផ្សេងៗជា PNG ដោយមិនគិតថ្លៃក្នុងមួយ website ហ្នឹងទាំងអស់នៅពេលដែលយើងបើក website ហ្នឹងដំបូងវាប្រកាសជាចេញជាអក្សរចិនទាំងអស់ហើយអញ្ចឹងនៅពេលដែលយើងប្រើ Google Chrome នៅក្នុង computer យើងគ្រាន់តែចុចជា translate ជាអក្សរអង់គ្លេសដែលយើងមើលអញ្ចឹងយើងអាចធ្វើការ search ឬក៏យើង select ទៅតាមប្រភេទមួយដែលវាដាក់នៅខាងក្រោមនេះឲ្យយើង select បាន website ទី3មានឈ្មោះថា Brush.cc យើងចង់បាន brush ប្លែកៗសម្រាប់ design នៅក្នុង Photoshop អីផ្សេងៗយើងអាចសាកល្បងចូលទៅក្នុង website នេះមើលបានហើយ brush ដែលខ្ញុំចូលចិត្តប្រើជាងគេនៅក្នុង website នេះមានឈ្មោះថា Tree Brush ដែលហៅថាខ្ញុំត្រូវការគូ site plan មួយហើយខ្ញុំត្រូវការ brush ដើម្បីមកដាក់ដើមឈើមួយអញ្ចឹងខ្ញុំមិនបាច់ចាំបាច់ទាំងអង្គុយបង្កើត brush ខ្លួនឯងខ្ញុំគ្រាន់តែចូលទៅក្នុង website នេះហើយខ្ញុំអាច download វា free យកមកប្រើប្រាស់បានអញ្ចឹងអ្នកនរអាចធ្វើការ like ឬក៏ save វីដេអូនេះទុកមួយទៅសម្រាប់ថ្ងៃក្រោយអ្នកនរអាចយកមកប្រើប្រាស់បាន